អាវពេទ្យមិនមែនគ្រាន់តែជាអាវសធម្មតាតែវាជានិមិត្តរូបនៃការទំនួលខុសត្រូវការលះបង់និងការបម្រើដល់មនុស្សទូទៅមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឋានៈតួនាទីឬមានក្រឡើយការបំពាក់អាវពេទ្យរបស់ក្មួយក្នុងថ្ងៃនេះគឺពិតជានាំមកនូវកិត្តិយសជូនដល់ក្រុមគ្រួសារនិងជាមោទនភាពមួយរបស់សង្គមជាតិឧត្តមស្នេហ៍ឯកសាស្ត្រាចារ្យនិមនានាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងទ័ពខេមរៈភូមិន្ទផ្នែកក្នុងពិធីសំណេះសម្អាតជាមួយនិស្សិតដែលទទួលបានមេដាយជូននិស្សិតឆ្នើមនិងបំពាក់អាវពេទ្យដល់និស្សិតឆ្នាំសិក្សាមូលដ្ឋានឆ្នាំទី1នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងទ័ពខេមរៈភូមិន្ទស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី17ខែមីនា2019ឧត្តមស្នេហ៍គោទីមេនាយករងវិទ្យាស្ថានបានដឹកថានៅក្នុងឆ្នាំ2023-2024វិទ្យាស្ថានបានជ្រើសរើសនិស្សិតឆ្នើមបានចំនួន45នាក់ស្រី29នាក់ក្នុងនោះមហាវិទ្យាល័យវិទ្យាសាស្ត្រចំនួន8នាក់មហាវិទ្យាល័យឱសថសាស្ត្រ4នាក់មហាវិទ្យាល័យទណ្ឌសាស្ត្រចំនួន6នាក់មហាវិទ្យាល័យថែទាំវិទ្យាសាស្ត្រចំនួន27នាក់សូមជម្រាបជូនថាវិទ្យាស្ថាននិស្សិតទាំងអស់ត្រូវមាននិទេសប្រចាំឆមាសឆ្នាំនីមួយៗលើសពី 45% និងមានការវិតម្លៃបន្ថែមទៀតរបស់មហាវិទ្យាល័យនីមួយៗចំណែកឯកម្មវិធីបំពាក់អាវពេទ្យសម្រាប់និស្សិតឆ្នាំសិក្សាមូលដ្ឋាននិងឆ្នាំទី1មានការចូលរួមពីនិស្សិតចំនួន948នាក់ស្រី608នាក់ក្នុងនោះកម្រិតបរិញ្ញាបត្រចំនួន451នាក់កម្រិតបរិញ្ញាបត្ររងមានចំនួន497នាក់ឧត្តមស្នេហ៍ឯកសាស្ត្រាចារ្យនិមនាបានសម្ដែងនៅការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្ររបស់ជំនាញមួយនិស្សិតនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងទ័ពខេមរៈភូមិន្ទដែលទទួលបានពានរង្វាន់របស់និស្សិតឆ្នើមនិងពិធីបំពាក់អាវពេទ្យជូនដល់និស្សិតឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតឆ្នាំទី1និងដែលក្លាយទៅជាវិជ្ជបណ្ឌិតជាន់បណ្ឌិតឱសថការីគិលានុបដ្ឋាកឆ្មបនិងអ្នកបច្ចេកទេសមន្ទីរពិសោធន៍នៅពេលអនាគតឯកឧត្តមសាស្ត្រាចារ្យបានបន្តថាក្មួយដែលជានិស្សិតឆ្នើមគឺជាចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្លួនមនុស្សនៅពេលអនាគតជាពិសេសក្នុងវិស័យសុខាភិបាលនិងជាគំរូដ៏ល្អសម្រាប់ក្មួយនិស្សិតដទៃទៀតយកតម្រាប់តាមពិតណាស់ការសិក្សាជំនាញក្នុងវិស័យសុខាភិបាលជាដំណើរដ៏សែនលំបាកតានតឹងនិងវែងឆ្ងាយព្រឹត្តិការណ៍ថ្ងៃនេះជាសក្ខីកម្មនៃឆន្ទៈការយកចិត្តទុកដាក់ការខិតខំប្រឹងប្រែងនិងការបដិញ្ញាចិត្តខ្ពស់របស់គ្រូក្នុងការអភិវឌ្ឍខ្លួនខ្លាយជានិស្សិតឆ្នើមនិងជាអ្នកជំនាញផ្នែកសុខាភិបាលដែលមានសមត្ថភាពនិងជំនាញខុសត្រូវនៅពេលអនាគតឯកឧត្តមនិមនាបានជំរុញឲ្យគ្រូបន្តការសិក្សាស្រាវជ្រាវបន្តពង្រីកចំណេះដឹងរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីបង្កើនចំណុចគុណវុឌ្ឍិតាមជំនាញរបស់ខ្លួនសម្ដៅដើរឲ្យទាន់នៅការរីកចម្រើនសង្គមនិងវិទ្យាសាស្ត្រពីព្រោះការអប់រំគឺគ្មានទីបញ្ចប់នោះទេការសិក្សាពេញមួយជីវិតគឺជារបៀបរបបនៃការអប់រំនៅសតវត្សទី21ទន្ទឹមនឹងការអបអរសាទរនិស្សិតឆ្នើមរបស់វិទ្យាស្ថានព្រឹកនេះយើងមាននិស្សិតជិត 1000 នាក់ដែលត្រៀមបំពាក់អាវពេទ្យសម្រាប់ឆ្នាំសិក្សា2024-2025មួយជាធនធានមនុស្សថ្មីដែលនឹងទទួលនៅការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងទ័ពខេមរៈភូមិន្ទ